ផ្លែឈើ3មុខស្ត្រីត្រូវញ៉ាំបើមិនចង់ឲ្យសូដន់ដុះដុំសាច់កាចប្រឈមនឹងជំងឺមហារីកសូដន់សប្តាហ៍ថ្ងៃនេះស្ត្រីគ្រប់គ្នាប្រឈមនឹងកើតជំងឺមហារីកសូដន់ដោយសារតែការញ៉ាំរបបអាហារមិនត្រឹមត្រូវមិនដែលហាត់ប្រាណចូលចិត្តផឹកស្រានិងធ្វើរឿងនានាដែលងាយឲ្យអ្នកកើតជំងឺមហារីកសូដន់ក៏ប៉ុន្តែជំងឺមហារីកសូដន់នេះយើងអាចទប់ស្កាត់វាបានដោយគ្រាន់តែផ្លាស់ប្ដូរនៅទម្លាប់មិនល្អខាងលើនេះហើយងាកមកធ្វើទម្លាប់ដែលជួយកែលម្អសុខភាពសូដន់ឡើងវិញខណៈដែលផ្លែឈើមួយចំនួនអាចជួយដល់សូដន់ឲ្យមានសុខភាពល្អនិងកម្ចាត់លំសាច់មហារីកកុំឲ្យកើតមានជាក់ស្ដែងបើយោងតាម website Everyday Health បានចែករំលែកពីផ្លែឈើចំនួន3មុខដែលមានតួនាទីជួយដល់សូដន់ការពារប្រឆាំងនឹងការខូចខាតកោសិកាដែលអាចនាំឲ្យកើតមានជំងឺមហារីកសូដន់ខណៈផ្លែឈើទាំងអស់នោះរួមមានដូចជាទី1ផ្លែប៉ោមតាមការសិក្សាបានរកឃើញថាការញ៉ាំផ្លែប៉ោមមួយផ្លែដោយមិនចាំបាច់ចិតសម្បកជារៀងរាល់ថ្ងៃអាចជួយឲ្យស្ត្រីជៀសផុតពីជំងឺមហារីកសូដន់នេះក៏ព្រោះតែផ្លែប៉ោមគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្មជាតិសរសៃនិងសមាសធាតុផ្សេងៗទៀតដែលត្រូវការសម្រាប់អាហារូបត្ថម្ភប្រឆាំងនឹងជំងឺមហារីកហើយសម្បកផ្លែប៉ោមវិញបើតាមការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថាសម្បកផ្លែប៉ោមពិតជាអាចប្រឆាំងនឹងការរីករាលដាលនៃកោសិកាមហារីកបានទី2ផ្លែទទឹមផ្លែទទឹមតាមការស្រាវជ្រាវក៏ដូចជាការសិក្សាដែលបានចេញផ្សាយនៅខែមិថុនាឆ្នាំ2015នៅក្នុងទស្សនាវដ្តី Oxford Native Medicine បានបង្ហាញថាផ្លែទទឹមមានសារធាតុដែលអាចជួយប្រឆាំងនឹងការលូតលាស់របស់មហារីកសូដន់និងបង្ការឲ្យយើងជៀសឆ្ងាយពីមហារីកមួយនេះមិនត្រឹមតែប៉ុណ្ណោះបើយើងបរិភោគក្នុងទ្រង់ទ្រាយដោយចម្រាញ់យកតែទឹកចេញពីផ្លែទទឹមវាក៏អាចជួយប្រឆាំងនឹងជំងឺបេះដូងនិងជំងឺមហារីកក្រពេញប្រូស្តាតផងដែរទី3ផ្លែបឺ Blueberry ឬ Strawberry ពពួកផ្លែឈើទាំងនេះសម្បូរទៅដោយសារធាតុប្រឆាំងការរលាកនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារជំងឺមហារីកសូដន់ជាពិសេសផ្លែ Blueberry និងផ្លែ Berry អាចដើរតួក្នុងការកាត់បន្ថយការលូតលាស់នៃដុំសាច់និងកោសិកាមហារីកសូដន់បានយ៉ាងមានប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយនឹងគ្នានេះដែរលោកវិជ្ជបណ្ឌិតក៏បានចែករំលែកពីទម្លាប់ប្រចាំថ្ងៃខ្លះៗដែលស្ត្រីគ្រប់រូបគួរធ្វើព្រោះវាអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកសូដន់នៅថ្ងៃខាងមុខដោយថ្លែងក្នុងគេហទំព័រ HealthSource ថារបបអាហារពិតជាមានឥទ្ធិពលខ្លាំងណាស់លើជំងឺគ្រប់មុខដំបូងបំផុតស្ត្រីគួរតែព្យាយាមញ៉ាំអាហារដែលមានជាតិកាកសរសៃឲ្យបានច្រើនគេបានរកឃើញថាស្ត្រីដែលទទួលទានជាតិកាកសរសៃច្រើនមានហានិភ័យមហារីកសូដន់ទាបជាងស្ត្រីដែលមិនសូវទទួលទានអាហារដែលមានជាតិកាកសរសៃហើយជាតិកាកសរសៃក៏អាចជួយឲ្យស្ត្រីដែលកើតមហារីកសូដន់ហើយប្រឈមនឹងហានិភ័យស្លាប់ទាបផងដែរ